សេចក្តីរាយការណ៍បានឲ្យដឹងថាអាមេរិកកំពុងពិចារណាអនុញ្ញាតលក់បន្ទះ chip AI A200 របស់ NVIDIA ទៅកាន់ប្រទេសចិន ប្រភពដែលដឹងពីបញ្ហានេះបានដឹងថារដ្ឋបាលលោក Donald Trump កំពុងពិចារណាអនុញ្ញាតលក់បន្ទះ chip បញ្ញាសិប្បនិម្មិត H200 របស់ក្រុមហ៊ុន NVIDIA ទៅកាន់ប្រទេសចិនដែលនេះគឺជាសញ្ញាមួយថាភាពប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីកំពុងបង្កើនការរំពឹងទុកសម្រាប់ការនាំចេញបច្ចេកវិទ្យាជឿនលឿនរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនក្រសួងពាណិជ្ជកម្មដែលជាស្ថាប័នត្រួតពិនិត្យលើការនាំចេញរបស់សហរដ្ឋអាមេរិកកំពុងពិនិត្យមើលការផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនក្នុងការហាមឃាត់ការលក់បន្ទះ chip បែបនេះទៅកាន់ប្រទេសចិនប្រភពទាំងនោះបានសង្កត់ធ្ងន់ថាផែនការនេះអាចនឹងមានការផ្លាស់ប្ដូរមន្ត្រីសេដ្ឋវិមានម្នាក់បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេប៉ុន្តែបាននិយាយថារដ្ឋបាលបានបដិញ្ញាធានានូវភាពជាអ្នកដឹកនាំបច្ចេកវិទ្យាសកលរបស់សហរដ្ឋអាមេរិកនិងការពារសន្តិសុខរបស់ជាតិយើងក្រសួងពាណិជ្ជកម្មមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយក្រុមហ៊ុន NVIDIA ក៏មិនបានធ្វើការអត្ថាធិប្បាយដោយផ្ទាល់ទៅលើការពិនិត្យឡើងវិញនេះដែរប៉ុន្តែបាននិយាយថាបញ្ញាសិប្បនិម្មិតប័ណ្ណបញ្ញត្តិបច្ចុប្បន្នមិនអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់នៅបន្ទះ chip មជ្ឈមណ្ឌលទិន្នន័យ AI ដែលមានការប្រកួតប្រជែងនៅក្នុងប្រទេសចិននោះទេដែលធ្វើឲ្យទីផ្សារដ៏ធំមួយនេះធ្លាក់ទៅក្នុងដៃរបស់ដៃគូប្រកួតប្រជែងបរទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សលទ្ធភាពនេះផ្ដល់សញ្ញានៃវិធីសាស្ត្រដែលមានលក្ខណៈមិត្តភាពកាន់តែខ្លាំងចំពោះប្រទេសចិនបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំចិនស៊ីជីនពីងបានសម្របសម្រួលបទឈប់បាញ់គ្នានៃសង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យានៅក្នុងទីក្រុងប៊ូសានកាលពីខែមុនក្រុមអ្នកនិយមជ្រុលចិត្តនៅក្នុងទីក្រុង Washington មានការព្រួយបារម្ភថាការដឹកជញ្ជូនបន្ទះ chip AI កម្រិតខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសចិនអាចជួយទីក្រុងប៉េកាំងបង្កើនសមត្ថភាពយោធារបស់ខ្លួនដែលជាការភ័យខ្លាចដែលជំរុញឲ្យរដ្ឋបាលលោក Joe Biden កំណត់ដែនកំណត់លើការនាំចេញបែបនេះតំណងនឹងការប្រើប្រាស់ការត្រួតពិនិត្យការនាំចេញដ៏តឹងរ៉ឹងរបស់ទីក្រុងប៉េកាំងលើរ៉ែកម្រដែលមានសារៈសំខាន់សម្រាប់ការផលិតទំនិញបច្ចេកវិទ្យាជាច្រើនលោក Donald Trump ក្នុងឆ្នាំនេះបានគម្រាមដាក់កំហិតថ្មីលើការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិនប៉ុន្តែទីផ្សារបានដកចេញវិញនៅការរដ្ឋបတ်ទាំងនោះក្នុងករណីភាគច្រើនបន្ទះ chip H200 ដែលត្រូវបានដាក់បង្ហាញកាលពី2ឆ្នាំមុនមានអង្គចងចាំកម្រិតបញ្ជូនខ្ពស់ High Bandwidth Memory ច្រើនជាងចំនួនមុនគឺ H100 ដែលអនុញ្ញាតឲ្យវាដំណើរការទិន្នន័យបានលឿនជាងមុនវាត្រូវបានគេប៉ាន់ប្រមាណថានឹងមានឥទ្ធិពលខ្លាំងជាងបន្ទះ chip H20 របស់ NVIDIA ដល់ទៅ2ដងដែលជាបន្ទះ chip AI ដ៏ទំនើបបំផុតដែលអាចនាំចេញទៅកាន់ប្រទេសចិនដោយស្របច្បាប់បន្ទាប់ពីរដ្ឋបាលលោក Donald Trump បានលុបចោលការហាមឃាត់រយៈពេលខ្លីលើការលក់បែបនេះកាលពីដើមឆ្នាំនេះកាលពីដើមសប្តាហ៍កន្លងទៅនាយកប្រតិបត្តិក្រុមហ៊ុន NVIDIA លោក Jensen Huang ដែលលោក Donald Trump បានហៅថាជាបរិះអស្ចារ្យគឺជាចំណោមភ្ញៀវនៃសេដ្ឋវិមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតក្រសួងពាណិជ្ជកម្មបានប្រកាសនៅសប្តាហ៍នេះថាខ្លួនបានអនុម័តការដឹកជញ្ជូនបន្ទះ chip Blackwell ដែលជាបន្ទះ chip AI ចំនួនក្រោយរបស់ NVIDIA ក្នុងចំណោមស្មើនឹង 70000 ទៅកាន់ក្រុមហ៊ុន Human នៃប្រទេសអារ៉ាប៊ីសាអូឌីតនិងក្រុមហ៊ុន G42 នៃប្រទេសអារ៉ាប់រួម